Ok, số đây là cái này là cục cản video thứ mấy trên thằng anh biết nhưng thưa ca chạy mà lại mê đi muối cứ việc add file ជារូបភាពឬក៏ជាសញ្ញាឬក៏ជា remark មួយនៅក្នុងឯកសារ PDF របស់យើងមានថាអាហ្នឹងគឺខ្ញុំ add តែមួយគឺធ្វើម៉េចឲ្យវាទៅគ្រប់ page ហ្មងដូចនៅក្នុង Office Word អីចឹងយើងអាចធ្វើការ add ដូចជា watermark ឬក៏យើងអាច apply ជា footer ឬក៏ header ឲ្យបានប៉ុន្តែដល់ឡែកនៅក្នុង PDF យើងអាចធ្វើបានដូចគ្នាអ្នកគ្នាដូចនេះឯកសារ PDF របស់ខ្ញុំអញ្ចឹងខ្ញុំមាន3 page អញ្ចឹងខ្ញុំចង់ add សញ្ញាមួយគឺដើម្បី install ទៅលើ document ហ្នឹងគ្រប់ page ថាខ្ញុំបានពិនិត្យមើលទៅលើគ្រប់ page ហ្នឹងអស់ហើយអញ្ចឹងអានេះបើសិនបើអ្នកនរគ្នាមាន boom tab block ស្រួលអ្នកគ្នាអាចធ្វើការ add រូបភាពម្ដងមួយប៉ុន្តែឧទាហរណ៍ថាអ្នកនរគ្នាមានរូបភាពមានភាព file PDF របស់អ្នកគ្នាមានរហូតទៅដល់100 page 200 page ឬក៏អាចលោតដល់ 1000 page អញ្ចឹងបើសិនអ្នកគ្នាអង្គុយ add ម្ដងមួយអញ្ចឹងគឺពិតជាយូរមែនតើអញ្ចឹងយើងមានវិធីមួយដែលយើងអាចធ្វើអញ្ចឹងបានអ្នកគ្នាអូខេឥឡូវរបៀបធ្វើខ្ញុំទៅបើកfile របស់ខ្ញុំចុះខ្ញុំបើក file នឹងដែរដាក់ my file អូខេឥឡូវខ្ញុំបិទអានេះចោលអូខេអញ្ចឹងនេះគឺ file របស់ខ្ញុំអ្នកគ្នាខ្ញុំ scroll មាន 3 page នេះគឺវាមានសញ្ញាអីទេអ្នកគ្នាអាចពិនិត្យមើលបានអូខេឥឡូវខ្ញុំចង់ add សញ្ញាដើម្បី install ថាតើឯកសារខ្ញុំបាន check មើលឬក៏ពិនិត្យមើលឲ្យអស់ហើយអូខេអញ្ចឹងរបៀបធ្វើគឺអាហ្នឹងអ្នកគ្នាអាចមើលនៅលើ toolbar របស់អ្នកគ្នារកពាក្យថា watermark អូខេអាហ្នឹងវាអាស្រ័យទៅលើ PDF របស់អ្នកគ្នាថាតើ version ណាអញ្ចឹងអានេះដើម្បីលឿនគឺខ្ញុំវាយហ្មងឡើយនេះខ្ញុំវាយថា watermark តែ search នេះខ្ញុំវាយ watermark តែបើសិនមក version របស់អ្នកគ្នាវាអាច display នៅលើ toolbar នេះអាចនៅខាងស្ដាំអញ្ចឹងទៅអូខេអញ្ចឹងអ្នកគ្នាវាយ watermark ហើយអ្នកគ្នាយកពាក្យថា watermark តបអ្នកគ្នា add អូខេ add អញ្ចឹងវាចេញផ្ទាំងនេះឲ្យយើងហើយគោលបំណងរបស់យើងគឺយើងចង់ធ្វើការ add រូបភាពចូលទៅក្នុងហ្នឹងទៅអ្នកគ្នាអូខេអញ្ចឹងបើសិនអ្នកគ្នាចង់ add រូបភាពហ្នឹងអ្នកគ្នាយកកន្លែងនេះ file តបអ្នកគ្នា browse អូខេអញ្ចឹងអ្នកគ្នា browse ទៅរកអីគេគឺអ្នកគ្នាធ្វើការ browse ទៅរក file សញ្ញារបស់អ្នកគ្នាឬក៏ file រូបភាពអ្នកគ្នាចង់ដាក់ហ្នឹងតោះមកយកអានេះ file របស់ខ្ញុំមានថាខ្ញុំ convert វាជារូបភាពហើយជា PDF អញ្ចឹង file ដែល support វាមាន Adobe វាមាន BMP ឬក៏ JPEG អញ្ចឹងសញ្ញារបស់ខ្ញុំចូលវាជា PDF អញ្ចឹងខ្ញុំអាចធ្វើការបើកវាបានខ្ញុំចុចទៅវាមក open អូខេអ្នកគ្នាឃើញនៅពេល open វាធ្វើការ display នៅកន្លែងនេះអញ្ចឹងអាហ្នឹងខ្ញុំអត់ចង់ឲ្យវាបង្ហាញនៅកន្លែងហ្នឹងឯងខ្ញុំថាខ្ញុំចង់ឲ្យវាបង្ហាញនៅខាងលើឬក៏នៅខាងស្ដាំអីចឹងទៅអញ្ចឹងអ្នកគ្នាមើលកន្លែងនេះវាដាក់ថា from center ឬក៏ the top ឥឡូវយក the top អ្នកគ្នាឃើញសញ្ញាលោតឡើងលើឯងអូខេឬក៏ from the bottom វារត់ចុះក្រោមវិញ center នៅនេះអូខេឥឡូវយក the top ដែរចុះហើយត្រឡប់មកអាកន្លែងនេះដូចគ្នាវាចង់ឲ្យយើងអ្នកគ្នាចង់ធ្វើការ left right គឺយើងអាចធ្វើការដូរកន្លែងហ្នឹងបានអូខេ center វាទៅកណ្ដាលខ្ញុំយក right ចុះអូខេហើយមួយទៀតខ្ញុំចង់ឲ្យអាហ្នឹងអត់ឲ្យធំអញ្ចឹងឯងរូបភាពសញ្ញារបស់ខ្ញុំចេញរៀងទូចទេអូខេចេញទូចអ្នកគ្នាសញ្ញានេះមកឡើយនេះវាដាក់ថា scale relative to target នេះអញ្ចឹងអ្នកគ្នាស្រែហ្នឹងដាក់វាប៉ុន្មានអ្នកគ្នាឃើញទេគឺវារត់តូចទៅតាមហ្នឹងហើយឃើញទេអញ្ចឹងវាគឺរៀងតូចបន្តិចឯងអូខេឥឡូវដាក់ប៉ុណ្្នឹងឧទាហរណ៍ហើយខ្ញុំចង់អាហ្នឹងចុះមកក្រោមអញ្ចឹងនេះផ្សំចុចអានេះគឺវាមក bottom ហ្មងអ្នកឃើញអត់ត្រូវទេខ្ញុំចង់វានៅក្រោមបន្តិចអូខេនៅក្រោមបន្តិចអ្នកគ្នាស្រែលេងនេះយ៉ាកន្លែងនេះអ្នកគ្នាក្រោមលើគឺស្រែងហ្នឹងទាំងអស់អូខេអ្នកនេះស្រែងនេះមកមានថាយើងចង់ឲ្យវាគៀកទៅលើឬក៏គៀកទៅក្រោមអ្នកគេឃើញទេវាគៀកមកក្រោមហើយនេះបើសិនមកខ្ញុំចង់ឲ្យវាមកឆ្វេងបន្តិចអូខេខ្ញុំអាចស្រែនេះបានឬខ្ញុំចង់ឲ្យវាទៅស្ដាំផុតអញ្ចេះគឺខ្ញុំអាចធ្វើការស្រែវាបានអញ្ចឹងឆ្វេងស្ដាំលើក្រោមគឺអ្នកគ្នា set នៅកន្លែងនេះហើយនេះ capacity នេះគឺខ្ញុំចង់ឲ្យវាកម្រិតច្បាស់របស់វាព្រាលឬក៏អត់ព្រាលអ្នកឃើញទេអញ្ចឹងអាហ្នឹងគឺខ្ញុំសេរីភាពច្បាស់របស់វាហើយមួយទៀតកន្លែងនេះគឺតាក់ទងទៅនឹងសញ្ញាហ្នឹងធម្មតាសញ្ញារបស់យើងវាអាចត្រង់ហើយប៉ុន្តែបើសិនខ្ញុំចង់ដូរវាឲ្យទៅជាប្រឆិតអីអ្នកអាចធ្វើការដូរកន្លែង rotation នេះបានឃើញទេអញ្ចឹងវាអាចទៅប្រឆិតអានេះណានគឺមក default 45 degree ប្រឆិតអញ្ចេះ
custom មានន័យថាយើងចង់ custom ទៅតាមអ្វីយើងចង់បានឃើញណានេះអញ្ចឹងយើង custom វាប្រឆិតប៉ុណ្ណាអីប៉ុណ្ណាអញ្ចឹងទៅឥឡូវខ្ញុំដាក់វាដល់30អូខេអញ្ចឹងវាមកអញ្ចេះអញ្ចឹងហ្នឹងយើងអាច custom បានអូខេឥឡូវសន្មតថាអ្នកគ្នាបានសេរីហើយអស់ហើយអូខេអ្នកគ្នាសេរីហើយអស់អ្នកគ្នាចុចអូខេអូខេអ្នកគ្នាអញ្ចឹងពេលអ្នកគ្នាចុចអូខេហើយ page ទី1គឺមានសញ្ញាប៉ុណ្ណឹងអូខេ page ទី2ក៏មានសញ្ញាប៉ុណ្ណឹងទីតាំងវានៅដែរហើយ page ទី3ក៏មានសញ្ញាប៉ុណ្ណឹងនៅទីតាំងនឹងដែរអញ្ចឹងអាហ្នឹងវាសំខាន់នៅពេលអ្នកគ្នាជា document controller ឬក៏អ្នក control document អីយើងអាច apply សញ្ញាហ្នឹងគ្រប់ page ជំនួសមេរបស់យើងបាននៅពេលដែលគាត់ឲ្យយើង install ទៅលើ document ទាំងអស់ហ្នឹងអូខេអរគុណអ្នកគ្នាអញ្ចឹងមករៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយជួបគ្នានៅរៀនបន្ទាប់